រឿងចៅសុកនិងចៅសៅកាលពីព្រេងនាយមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នាមួយឈ្មោះចៅសុកមួយឈ្មោះចៅសៅបានបួសនៅវត្តជាមួយគ្នាបួសយូរបន្តិចទៅក៏សឹកមកវិញសឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀតសន្យានឹងគ្នាថាបើនរណាក្រត្រូវជួយគ្នាហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូនទៅរកស៊ីទីតីពីគ្នាចៅសុករកស៊ីទៅមានទ្រព្យច្រើនឯចៅសៅល្ងងខ្លៅក្រលំបាកហើយប្រពន្ធក៏មានសហាយផងចៅសុកដឹងថាប្រពន្ធចៅសៅមានសហាយហើយក្រលំបាកដូច្នេះក៏ទៅសួរចៅសៅទៅដល់ឃើញចៅសៅក្រលំបាកមែនក៏បបួលចៅសៅទៅរកស៊ីហើយនិយាយថាត្រូវឯងតាមពាក្យអញចៅសៅក៏ព្រមតាមពាក្យចៅសុកចៅសុកបបួលចៅសៅទៅកាប់ឈើនិងក្តារមឈូសលក់ចៅសៅតាមពាក្យចៅសុកក៏ទៅព្រមជាមួយគ្នាឯកូនសេដ្ឋីដែលសហាយនឹងនាងពេជ្រជាប្រពន្ធចៅសៅឃើញចៅសៅមិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរួចហើយវិលទៅផ្ទះវិញចៅសៅនិងចៅសុកធ្វើក្តារមឈូសបានមួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសមួយទៀតកូនសេដ្ឋីក៏ទៅដេកនឹងនាងពេជ្រទៀតដល់ពាក់កណ្ដាលអាធ្រាត្រចៅសុកនិងចៅសៅមកផ្ទះវិញចៅសុកខំដើរប្រញាប់មកមុនស្រែកហៅប្រពន្ធចៅសៅឲ្យបើកទ្វារឯកូនសេដ្ឋីក៏ផិតភ័យរត់ពុំរួចនាងពេជ្រប្រាប់សហាយឲ្យចូលទៅដេកក្នុងមឈូសហើយទៅបើកទ្វារឲ្យចៅសុកនិងចៅសៅចូលទៅក្នុងផ្ទះនាងពេជ្រសួរថាដូចម្ដេចក៏បានជាវិលមកវិញចៅសៅប្រាប់ថាចៅសុកឈឺក្បាលវិលមកវិញហើយចៅសៅប្រាប់នាងពេជ្រឲ្យដណ្ដើមបាយស៊ីបាយរួចហើយចៅសុកដឹងថាសហាយនាងពេជ្រដេកនៅក្នុងក្តារមឈូសក៏ប្រាប់ទៅចៅសៅថារកផ្ដៅមកចងក្តារមឈូសទុកក្រែងចោលលួចចៅសៅក៏យកផ្ដៅមកចងរួចស្រេចហើយយកដែកគោលបោះថែមទៀតឯចៅសៅពុំដឹងថាប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុកបង្គាប់លុះព្រឹកឡើងចៅសៅប្រើនាងពេជ្រជាប្រពន្ធឲ្យទៅទិញអីវ៉ាន់នាងពេជ្រក៏ហួសទៅប្រាប់សេដ្ឋីថាឲ្យសេដ្ឋីចាំទិញមឈូសត្បិតកូនសេដ្ឋីទៅដេកនឹងខ្ញុំប្តីខ្ញុំមកតាមទាន់បានរត់ចូលដេកក្នុងមឈូសឥឡូវនេះប្តីខ្ញុំសែងយកមកដល់ព្រឹកនេះហើយប្រាប់ហើយនាងពេជ្រក៏ត្រឡប់ទៅផ្ទះវិញលុះចៅសុកនិងចៅសៅស៊ីបាយរួចក៏សែងមឈូសយកទៅលក់សេដ្ឋីឲ្យខ្ញុំបម្រើម្នាក់ចាំមើលផ្លូវផ្ដាំថាបើឃើញអ្នកណាសែងក្តារមឈូសមកដល់ឲ្យរត់ទៅហៅយើងចៅសុកនិងចៅសៅសែងក្តារមឈូសមកដល់ផ្ទះសេដ្ឋីស្រែកពពាយនាយថាអ្នកណាទិញក្តារមឈូសទេសេដ្ឋីឮសួរថាលក់តម្លៃប៉ុន្មានចៅសុកប្រាប់ថាឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងមឈូសសេដ្ឋីសុំតថ្លៃចៅសុកមិនព្រមសេដ្ឋីក៏ប្រើកំដរឲ្យយកប្រាក់មកចាក់ស្មើនឹងមឈូសហើយចៅសុកនិងចៅសៅយកប្រាក់ទៅចែកគ្នាសេដ្ឋីក៏មឈូសយកកូនចេញក្រោយមកចៅសៅយកនាងពេជ្រជាប្រពន្ធដូចដែលវិញអូសទុកមិនឲ្យស្អាតចាប់ត្រីបានមិនឲ្យល្អទឹករឿងគ្រូនិងសិស្សមានរឿងមួយដំណាលថាមានភិក្ខុមួយអង្គគង់នៅក្នុងវត្តមួយមានកូនសិស្សតែម្នាក់ឈ្មោះអាឆ្លូញខិលណាស់គ្រូក៏ល្ងងណាស់ឆោតណាស់គ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកនោះទៅឆាន់ឯផ្ទះម្ដងណាឡើយលោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយថ្ងៃមួយលោកអង្គនោះពិចារណាថាសពថ្ងៃនេះគ្មានឧបាសកគេប្រគេនវត្ថុអ្វីសោះបើដូច្នេះគួរតែអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នេះហើយក៏ប្រាប់កូនសិស្សថាអាឆ្លូញឯងទៅចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់
កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងកូនសិស្សក៏ឡើងជិះដំរីបរទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាឯងទិញវត្ថុអ្វីដែលគេទុកស៊ីបានយូរមិនខូចហើយឆ្លូនជាសិស្សក៏ទៅទិញអំបិលមួយធុងច្រកករងស្រេចគ្រូឃើញហើយសួរថាហេតុម្ដេចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អើរត្រីញៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំព្រះករុណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបរដំរីមកវិញសិស្សរែកអំបិលពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួយក៏សួរថាអាចឆ្លូញអញមើលទៅដងរែកអំបិលដូចជាស្រួយឬយ៉ាងណាសិស្សទូលថាព្រះករុណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាឯងជិះដំរីវិញចុះអញរែកអំបិលដើរក្រោយលោកគ្រូថាហើយចុះពីដំរីមកសិស្សក៏ឡើងជិះដំរីទៅលោកគ្រូប្រាប់ថាឯងបរដំរីទៅចាំអញនៅម្លប់ឈើអីមកសិស្សបរទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូបររហូតទៅដល់វត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់រកមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសំណូមសិស្សមកយកហើយយកអំបិលទៅលាក់ក្នុងព្រៃមុននឹងលាក់លោកគិតថាទីនេះប្រសិនជាមានគេដើរមកចំឃើញគេនឹងយកអំបិលនោះអស់មិនខានគួរតែរកទីណាដែលបំបាំងភ្នែកអ្នកទាំងពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ក្នុងទឹកហើយដើរទៅលុះដល់វត្តសួរសិស្សថាហេតុម្ដេចក៏ឯងមិនចាំអញសិស្សទូលថាខ្ញុំព្រះករុណាបរដំរីមកបំរុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដូចម្ដេចក៏វាមិនព្រមវាប្រឹងតែដើរដល់វត្តទើបឈប់សិស្សសួរគ្រូថាលោកគ្រូទុកអំបិលឯណាគ្រូប្រាប់ថាអញលាក់ទុកនៅឯណោះអញកាត់ដើមឈូកដោតជាសម្គាល់លុះព្រឹកឡើងលោកក៏នាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថាអញលាក់ក្នុងទឹកត្រពាំងនេះសិស្សលាន់មាត់ថាម៉ែអើយវារលាយអស់ទៅហើយអាចឆ្លូនជាសិស្សក៏ចុះទៅយកអំបិលចាប់លើកករងទាំងពីរឡើងគ្មានឃើញអំបិលសល់សោះព្រោះវារលាយអស់ហើយឯចំណងដែលចងមាត់ករងក៏ឃើញដាច់អស់ប្រទះឃើញឯត្រីកញ្ចុះមួយនៅក្នុងករងនោះសិស្សទូលលោកគ្រូថាមានត្រីកញ្ចុះមួយនៅក្នុងករងវាស៊ីអំបិលអស់ទៅហើយយកត្រីនឹងករងមកប្រគេនគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងត្រីមុតដៃនឹងធ្មងត្រីជាប់ពឹសត្រីចាប់ពើតខ្លាំងពេកលោកគ្រូថាឯងចាប់ដកធ្មងត្រីចេញឲ្យឆាប់ត្បិតឈឺអញណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលុះដករួចឈាមហូរខ្លាំងពឹសត្រីក៏រឹតតែបណ្ដាលឲ្យលោកឈឺខ្លាំងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកករងត្រីកញ្ចុះទៅផងទៅដល់វត្តប្រាប់សិស្សថាអាចឆ្លូញឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ចុះនេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់លុះពឹសអន់ចាប់ពើតលោកគ្រូក៏សងំសឹងលក់ទៅឯអាចឆ្លូញក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនូតនិងឆ្អឹងត្រីក្នុងចានគ្របតែវាគ្របមិនឲ្យចិត្តលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនិងត្រីមកឆាន់អាចឆ្លូញក៏ធ្វើកិរិយាដូចជាចូលទៅយកបាយប្រគេនចេញមកវិញទូលថាបាយនិងត្រីរួយស៊ីអស់ទៅហើយនៅសល់តែមួយពំនូតនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងងក៏ហុចរំពាត់ផ្ដៅមួយឲ្យមកសិស្សហៅថាឯងវាយរុយកុំឲ្យវានៅលើកុដអាចឆ្លូញជាសិស្សក៏វាយរុយមិនឈប់គ្រានោះមានរុយមួយទុំចំច្រមុះគ្រូប្រាប់ថារុយវាទុំច្រមុះអញឯងវាយឲ្យឆាប់កូនសិស្សក៏វាយតាមពាក្យគ្រូវាយទៅមិនត្រូវរុយត្រូវឯច្រមុះគ្រូបែកឈាមហូរខ្ចាយសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយថ្ងៃក្រោយគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកអាចឆ្លូញជាសិស្សបានដឹងថា
គ្រូតាំងពិធីមន្តអាគមដូច្នេះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តដើរលាប់ចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរថាលោកគ្រូធ្វើអ្វីគ្រូក៏ហៅថាអញសូត្រមន្តអាគមបំបាំងខ្លួនព្រោះអញទើបរៀនពីគេជាបន្ទាន់នោះលោកគ្រូគិតថាស្នេហ៍អញពូកែមែនបានសិស្សវាមកលុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេចទូលថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នេះឯងលើកមកឲ្យអញឆាន់អាឆ្លូញក៏លើកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាសនៅលើក្បាលគ្រូស្រែកថាអាឆ្លូញហេតុម្ដេចក៏យកថាសមកដាក់លើក្បាលអញសិស្សទូលថាខ្ញុំព្រះករុណាមើលមិនឃើញលោកគ្រូងាកចេញអាឆ្លូញក៏ដាក់ថាសលើក្បាលគ្រូទៀតលោកគ្រូថាឯងដាក់ថាសលើក្បាលអញទៀតហើយសិស្សថាខ្ញុំព្រះករុណាសូមទោសព្រោះមើលមិនឃើញលោកគ្រូជឿថាអញរៀនស្នេហ៍ពូកែប្រកបឥឡូវអញក៏ហកវាថាតាំងពិធីអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកបមែនគួរទន្ទិញឲ្យចាំកុំឲ្យភ្លេចឯអាឆ្លូញលុះប្រគេនចង្ហាន់គ្រូឆាន់រួចហើយវាក៏លើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបាសកគេនិមន្តលោកទៅឆាន់ឯផ្ទះអាឆ្លូញទូលថាបើលោកគ្រូនិមន្តទៅឆាន់ឯផ្ទះគេសូមកុំស្លៀកស្បង់ព្រោះវានាំតែចាស់ស្បង់ខូចឥតអំពើខ្លុំតែជីវរបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះអាគមបំបាំងខ្លួនពូកែណាអ្នកណានឹងមើលឃើញគ្រូជឿក៏ធ្វើតាមពាក្យសិស្សលុះព្រឹកឡើងគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់ឯផ្ទះឧបាសករួចលោកខ្លុំតែជីវរមិនស្លៀកស្បង់ដោយគិតថាខ្លុំតែជីវរបានហើយព្រោះមុនអាគមអញពូកែណានរណានឹងមើលគេខ្មាស់ឃើញរួចក៏នាំសិស្សទៅលុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លិចគេខ្មាស់កណ្ដាលវាលឧបាសកឃើញដូច្នេះគេនាំគ្នាសើចហូរលាន់លោកគ្រូពុំទាន់បានឆាន់ចង្ហាន់មានចិត្តខ្មាស់ណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជេរបន្ទោសសិស្សថាឯងមិនអោយអញស្លៀកស្បង់ឥឡូវអញខ្មាស់គេណាអាឆ្លូញទូលថាលោកគ្រូកុំខ្យាល់នៅខ្ញុំព្រះករុណារឿងនេះប្រហែលខុសត្រណមទេឬលោកគ្រូសួរថាឯងឃើញអញធ្វើខុសត្រង់ត្រណមដូចម្ដេចអាឆ្លូញសួរថាការលោកគ្រូនិមន្តទៅឆាន់ឯផ្ទះឧបាសកនិមន្តទៅតាមផ្លូវណាលោកគ្រូប្រាប់ថាកាលអញទៅអញចេញផ្លូវកើតសិស្សថាច្បាស់ជាលោកគ្រូខុសត្រណមហើយមើលទៅថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថាបើរៀនមន្តអាគមទាំងពួងត្រូវគុំស៊ីផ្លែស្ពឺសំបីមុតក្រោមដើមស្ពឺក៏មិនបានវាសាបមន្តអាគមឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណមសាបអាគមអស់ហេតុនេះបានជាគេមើលគេខ្មាស់លោកគ្រូបានស្ដាប់ដូច្នេះក៏ថាឲ្យឆ្លូញអញភ្លេចតមបានជាយ៉ាងនឹងឯងថានោះប្រកាសហើយលោកគ្រូនោះដោយឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីកាលនោះមកអាឆ្លូញជាសិស្សនៅបម្រើលោកគ្រូសុខសប្បាយទៅស្លូតស្លាប់វិកវេមានភពអាយុយឺនយូរ